កម្ពុជាចាត់ទុកការដកខ្លួនណាមួយរបស់ថៃចេញពី MOU 2001គឺជាជំហានមួយដែលគួរឲ្យសោកស្ដាយបំផុតនិងប្រកាសបន្តឈរលើគោលការណ៍ស្មោះត្រង់ដើម្បីប្រយោជន៍នៃប្រជាជាតិទាំងពីរអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានចេញមកបំភ្លឺនិងឆ្លើយតបយ៉ាងច្បាស់ចំពោះការសាកសួរពីបណ្ដាសារព័ត៌មាននានាកាលពីយប់ថ្ងៃពុធពាក់ព័ន្ធនឹងព័ត៌មាននៃការពិចារណារបស់រដ្ឋាភិបាលថៃក្នុងការដកខ្លួនចេញពីអនុសារណៈនៃការយោគយល់គ្នា MOU ស្ដីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា OCA ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ2001ក្នុងសេចក្តីថ្លែងការណ៍ដែលនាំពាក្យបានសង្កត់ធ្ងន់ថាការបង្កើតអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ឬ MOU 2001មិនមែនជារឿងចៃដន្យនោះទេប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនៅឆន្ទៈនយោបាយនិងបំណងប្រាថ្នារួមរវាងប្រទេសកម្ពុជានិងថៃឯកសារប្រវត្តិសាស្ត្រនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌការងារមួយដែលផ្អែកលើភាពស្មោះត្រង់និងការទទួលយកបានពីភាគីទាំងពីរដើម្បីជាគ្រឹះក្នុងការទាញយកផលប្រយោជន៍រួមពីធនធានធម្មជាតិនៅក្នុងតំបន់សមុទ្រត្រួតគ្នានិងជំរុញកិច្ចការកំណត់ព្រំដែនសមុទ្រឲ្យស្របតាមច្បាប់អន្តរជាតិបន្ថែមពីនេះអ្នកនាំពាក្យបានពន្យល់ថា MOU 2001គឺជាសក្ខីភាពនៃសុឆន្ទៈរបស់ប្រជាជាតិទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែងប្រែក្លាយតំបន់ដែនសមុទ្រដែលធ្លាប់មានចំនួនឲ្យទៅជាតំបន់ដែលមានមិត្តភាពកិច្ចសហប្រតិបត្តិការសម្រាប់ប្រជាជនទាំងសងខាងក្រសួងការបរទេសបានគូបញ្ជាក់ថាបើពិនិត្យលើទស្សនវិជ្ជាច្បាប់នៃឯកសារនេះអនុសារណៈឆ្នាំ2001នៅតែមានសុពលភាពពេញលេញរហូតទាល់តែគោលបំណងនិងបេសកកម្មដែលបានចែងនៅក្នុងនោះត្រូវបានសម្រេចជាស្ថាពរពាក់ព័ន្ធនឹងលទ្ធភាពនៃការដកខ្លួនរបស់ភាគីថៃអ្នកនាំពាក្យបានបង្ហាញនៅទស្សនៈថាវានឹងក្លាយជារឿងដែលគួរឲ្យសោកស្ដាយយ៉ាងខ្លាំងប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនជាឯកតោភាគីសកម្មភាពបែបនេះត្រូវបានចាត់ទុកថាជាជំហានដែលងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាសសរទ្រូងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដោយឡែករដ្ឋាភិបាលកម្ពុជាប្រកាសជំហរថាកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនិងឥតងាករេចំពោះខ្លឹមសារព្រមទាំងស្មារតីនៃអនុសារណៈឆ្នាំ2001នេះហើយកម្ពុជានៅតែរក្សាភាពស្មោះត្រង់ដដែលអ្នកខ្លំមើលភូមិសាស្ត្រនយោបាយកម្ពុជាបានមើលឃើញថាការលុបចោល MOU ឆ្នាំ2001នេះនឹងបង្កឲ្យមានភាពតានតឹងនៅតាមព្រំដែនបន្ថែមទៀតជាពិសេសជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់និងរារាំងការទាញយកផលប្រយោជន៍ធម្មពលរួមគ្នាតំបន់ទាមទារដែនសមុទ្រត្រួតគ្នា OCA មានផ្ទៃក្រឡាប្រហែល 27,000 គីឡូម៉ែត្រការ៉េគឺជាមជ្ឈមណ្ឌលធម្មពលដ៏ធំសម្បើមយោងតាមការប៉ាន់ប្រមាណតំបន់នេះមានផ្ទុកឧស្ម័នធម្មជាតិរហូតដល់ទៅ 311,000 លានម៉ែត្រគូបរួមជាមួយតុនបំរុងប្រេងកាតយ៉ាងសន្ធឹកសន្ធាប់ដែលមិនទាន់បានទាញយក